សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាឡុកថ្ងៃបញ្ចប់នៃបុណ្យភ្ជុំបិណ្ឌនៅខេត្តកំពតស្រុកបន្ទាយមាសថ្ងៃនេះក្រុមគ្រួសារនិងនាងខ្ញុំបានធ្វើដំណើរទៅកាន់វត្តភ្នំដូនបុណ្យដើម្បីប្រគេនចង្ហាន់ក៏ដូចជាទេយ្យទានទៅដល់ព្រះសង្ឃឃើញថាផ្លូវដែលយើងធ្វើដំណើរទៅភ្លៀងរលឹមសស្រាក់តែម្ដងហើយអមទៅដោយទេសភាពព្រៃភ្នំទឹកត្រពាំងបឹងបួរយ៉ាងត្រជាក់តែម្ដងថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារក៏បានទៅធ្វើបុណ្យរួមគ្នាដែលឡែកអីថ្ងៃនេះស្វាមីក៏រត់ទាន់មកដល់អញ្ចឹងនាងខ្ញុំទៅតែម្នាក់ឯងសិនជាមួយនឹងអ៊ំម៉ែប៉ាបងប្រុសបងស្រីក៏ដូចជាក្មួយប្រុសក្មួយស្រីភាពនៅតាមផ្លូវស្រស់បំព្រងដោយសារតែខែនេះក៏មានភ្លៀងធ្លាក់ជោគជាំជារៀងរាល់ថ្ងៃបន្ទាប់ពីធ្វើដំណើររយៈពេលប្រហែលជា10នាទីជាងយើងក៏ជិតទៅដល់វត្តឃើញថានៅជិតៗហ្នឹងក៏មានបងប្អូនយើងរស់នៅមួយចំនួនតូចដែរដូចថាគាត់មកសង់ផ្ទះនៅក្បែរវត្តអញ្ចឹងដោយសារថានៅនោះបរិយាកាសទេសភាពអីល្អកាន់ម្ដងនេះយើងក៏មកដល់វត្តហើយឃើញថាថ្ងៃនេះមានមនុស្សច្រើនដោយសារតែថ្ងៃចុងបញ្ចប់នៃបុណ្យភ្ជុំបិណ្ឌឥឡូវនេះយើងក៏បានមកដល់វត្តក៏ឃើញថាមេឃអលំអត់ឈប់តែម្ដងហើយថ្ងៃហ្នឹងមានមនុស្សច្រើនមែនទែនដោយសារថាពួកគាត់ទៅវត្តថ្ងៃចុងក្រោយប្លុករបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយចុងក្រោយនេះខ្ញុំនិងក្រុមគ្រួសារក៏បាននាំមកនៅភេសជ្ជៈដូចជាមីហើយនឹងបច្ច័យតិចតួចមកធ្វើបុណ្យជុំគ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា